ដល់ពេលបើកសវនាការហើយមន្ត្រីឡើងសវនាការចូលគាត់ដល់ពេលបើកសវនាការហើយថ្ងៃនេះមុនពេលលេខសវនាការចូលគាត់ជាយកក្បាលអាចោតតុងព្យួននៅទ្វារជុំវិញបើកសវនាការហើយពេលនេះណាគួរតែបានសម្រេចហើយបើមានដំណឹងល្អនោះខ្ញុំនឹងទូលថ្វាយព្រះកូនណាឯពួកលោកវិញត្រូវតែត្រឹមលក្ខណៈដោះទាល់ហ៎បាទមហាហានយើងចិត្តបានឃើញមេឃឆ្លោះវិញហើយត្រូវត្រឹមលក្ខណៈត្រៀមលក្ខណៈហើយមុនពេលព្រះអាទិត្យនេះក្បាលអាចចង្រៃនឹងព្យួននៅទ្វាររាជវាំងត្រៀមលក្ខណៈទឹកជំនួសបានសូមអញ្ជើញលោកអបរាជឡើងសវនាការសូមអញ្ជើញលោកអបរាជឡើងសវនាការខ្ញុំនាំតបដេញតាម100យោជហើយតែនៅតែមិនឃើញឆាវបាទប៉ុន្តែខ្ញុំបានដាក់កងទ័ពនៅគ្រប់ច្រកផ្លូវតាមចាប់ខ្លួនឆាវបន្តទៀតហើយបាទសូមអញ្ជើញលោកអបរាជឡើងសវនាការអាចង្រៃឆៅពិតជាថ្លើមធំមិនហ៊ានទៅធ្វើគិតខ្ញុំផងខ្ញុំជាស្អីដែរហ៎ខ្ញុំគឺជាអបរាជដែលទេវតាចាត់មកឋានកណ្ដាលគឺមកលើកស្ទួយរាជវង្សមហាហានអ្នកណាអាចធ្វើគិតខ្ញុំបានហ៎ពួកអាចោក្បត់អស់នេះខ្ញុំគ្រាន់តែមើលក៏មើលដឹងហាត់ក្លិនក៏ហាត់ដឹងដែរនៅក្នុងចំណោមពួកលោកគឺមានមេខ្លោងរបស់ឆៅគឺជនបង្កប់របស់យៀនសៀវខ្ញុំពិតជាចង់ចាប់មនុស្សសត្វនេះឆាននេះក្នុងចំណោមពួកលោកយកចេញមកកាត់ក្បាលណាកាត់ចោលឲ្យអស់ហើយខ្ញុំនឹងយកសាច់របស់ពួកវាមកស្ងោរស៊ុបស៊ីមានគេនិយាយថាសាច់នេះគឺជូរតែខ្ញុំនិយាយមុនខ្ញុំមិនខ្លាចជូរទេមិនខ្លាចទេលោកអបរាជលោកនិយាយធ្ងន់ពេកហើយក្នុងរាជវាំងអត់មានចៅទីលោកមកចាស់ឆៅជីងបាទទៀតលោកប្រើត្រារាជរបស់មហាក្សត្របិទសេចក្តីប្រកាសឆាប់ផ្សព្វផ្សាយទៅដល់ស្រុកខេត្តទាំងអស់ថាឆៅគឺជាអមនុស្សធម៌សម្រាប់ម្ចាស់ក្បត់ស្ដេចក៏ចេញបញ្ជាឲ្យកងទ័ពនិងបញ្ជារាជគ្រប់កន្លែងចាប់ខ្លួនឆៅនៅមានទៀតបើអ្នកណាអាចយកក្បាលឆៅមកដល់រាជធានីរាជការនឹងប្រទានមាស 1000 តម្លឹងតែឯងតាំងគេជាសម្ដេចបាទខ្ញុំបានទៅសរសេររាជសារភ្លាមបានលោកមកចាប់វាងអ៊ីងលោកអបរាជម្សិលមួយថ្ងៃគឺបុណ្យខួបកំណើតអាយុ60ឆ្នាំរបស់លោកតាមមែនទេត្រូវហើយលោករៀបចំពិធីនៅក្នុងសំណាក់លោកមែនទេត្រូវហើយលោកអញ្ជើញមន្ត្រីរាជការច្រើនយ៉ាងនេះហេតុអីក៏មិនអញ្ជើញខ្ញុំផងខ្ញុំមានឋានៈទាបផ្ទះក៏ចង្អៀតខ្ញុំមិនហ៊ានទៅរំខានលោកអបរាជទេឬមួយក៏ស្រាប់បុណ្យខួបកំណើតរបស់លោកខ្ញុំគ្មានសិទ្ធិផឹកទេហ៎ស្រាប់ផ្ទះខ្ញុំគឺជូណាស្រាជូខ្ញុំបាននិយាយហើយខ្ញុំមិនខ្លាចជូទេលោកមកចាប់ចិត្តពីសវនាការហើយឯឆាប់រំសាយអ្នកបំរើទាំងប្រុសទាំងស្រីក្នុងផ្ទះយើងទៅឲ្យប្រាក់ពួកគេចង់ទៅណាក៏ទៅចុះកុំឲ្យនៅស្លាប់កំដរខ្ញុំអីបើនៅគឺស្លាប់ទាំងអស់គ្នាហើយលោកមកចាប់នៅមានទៀតណា
ឯងក៏ទៅដែរទៅមិនបាច់រវល់នឹងខ្ញុំទេលោកម្ចាស់អ្នកនាងទាវលោកអ៊ំមានកាយអីដែរថ្ងៃនេះលោកម្ចាស់ចេញពីសាវនាការមានសភាពមិនស្រួលខ្លាចតែគ្រោះធំជិតមកដល់ហើយនាងឆាប់ចូលទៅបម្រើគាត់បានល្អយល់ល្អសួរបានដឹងច្បាស់លាស់ផងចា៎ពុកធកុំធ្វើយ៉ាងអីពុកធទាវឆាកូនស្រីក្រែងពុកឲ្យឯងចាក់ចេញពីនេះហើយតើហេតុអីបានជាឯងមិនតន់ទៅទៀតពុកធតែមានរឿងកើតឡើងដែរតើហេតុអីបានជាពុកចង់ធ្វើដូច្នេះឆៅទៅសម្លាប់អាចៅក្បត់តុងបរាជ័យហើយវាសង្ស័យថាពុកជាមេខ្លោងរបស់ឆៅមិនយូរប៉ុន្មានទេពុកក៏តបស៊ីលៀងទឹកនោះនឹងមកដល់ផ្ទះយើងហើយបើឯងមិនឆាប់រត់ទៀតពុកនឹងឯងត្រូវស្លាប់ទាំងគ្រួសារហើយពុកធំមីនេះពុកនិយាយថាតងជុំគេសង្ស័យពុកថាពុកជាមេខ្លោងមែនទេហើយមិនចិត្តតែជាដូច្នេះត្រូវហើយគឺពុកនិយាយចឹងបានចាំមានន័យថាគេមិនប្រកាសទេមែនទេពួកវាមិនទាន់ប្រកាសទេពីព្រោះឆៅមិនទាន់ត្រូវពួកវាចាប់បានទេណាបានចឹងពុករត់តែមិនអាចសម្លាប់ខ្លួនទេពុកគិតតែមើលបើសិនជាពុកសម្លាប់ខ្លួននោះមិនដូចជាពងសារភាពថាពងគឺជាមេខ្លោងដល់ពិតប្រកបរបស់ឆាមែនហើយពុកធំបើសិនជាពុកស្លាប់បានអញ្ចឹងបកូនណាគ្មានទីពឹងពាក់រាជការក៏គ្មានសង្ឃឹមដែរហើយមនុស្សនៅក្នុងផ្ទះជាង80នាក់ក៏ត្រូវប្រហារជីវិតទាំងអស់គ្នានៅមានទីរឿងដែលពងចង់លើកស្ទួយមហាហានក៏គ្មានទៀតដែរមែនទេលោកម្ចាស់ពីវ៉ាយលោកមិនតបលីពូនាំតបស៊ីលៀងសម្រុកចូលសំណាក់យើងហើយពុកធំពុកមិនអាចស្ទាក់ស្ទើរបានទេពុកត្រូវតែចេញទៅជួបគេពុកគឺជាមន្ត្រីធំរបស់រាជការណាគឺហ្វុងសៀនទេលោកមានការអីដែរសូមជម្រាបលោកម្ចាស់ខ្ញុំទទួលបញ្ជាពីលោកអបរាជមកទីនេះចាប់ខ្លួនឆៅអូហូអាចោឆៅក៏លិចខ្លាំងណាស់វាធ្វើគិតបរាជ័យប្រកាសជារត់ចោលស្រុកហើយមិនហ៊ានមកពួនផ្ទះខ្ញុំទៅលោកអបរាជថាពួកកងទ័ពដេញដោះជាក្រុង100យកហើយនៅតែចាប់ឆៅមិនបានទៀតអញ្ចឹងវាប្រហែលជាមិនបានចេញពីក្រុងទេគឺពួននៅក្នុងសមុទ្រចោលក្នុងរាជធានីអូលោកអបរាជជាមនុស្សឆ្លាតណាស់តែបើជាមិនស្មានថាសំណាក់របស់ខ្ញុំខ្លាចជាសមុទ្រចោលទៅវិញសំណួរអធិស្ឋានបើអញ្ចឹងខ្ញុំមានតែធ្វើតាមបញ្ជាអូខ្ញុំយល់សូមចេញលោកមេតប
ជួយឆែក ឆៃឆេលឿឡើងទៅឲ្យលឿឡើងឲ្យប្រមាណនេះមកខាងនេះ អត់មានសក់កន្លែងណាសោះ ឲ្យពួកឯងទៅខាងនោះ ហើយទៅរកឃើញណា រកឲ្យសោះ ឡើង នៅខាងនោះមានទេ ឃើញអត់មានសក់កន្លែងណាសោះលឿននេះ ឆាប់ទៅរកមកខាងនោះទៀតឲ្យលឿឡើងទៅឲ្យលឿ បាទ នាងជីណា ខ្ញុំជាកូនស្រីរបស់លោកម្ចាស់ប៉ាងអ៊ីងឈ្មោះជាធីនតែលោកមិនទាន់មានកេកាយដែរ ខ្ញុំឈ្មោះលីពូទទួលបញ្ជាពីលោកអបរាជមកចាប់ខ្លួនឆាឆា ឆាឆាខ្ញុំស្គាល់គាត់ នាងស្គាល់គេ ពេលម្សិលមិញនេះពុកខ្ញុំបានធ្វើពិធីជប់លៀងថ្ងៃកំណើតគាត់ឆាឆាក៏មកដល់គ្មានការអញ្ជើញដើម្បីមកអបអរដល់ពុកខ្ញុំតែពុកខ្ញុំក៏មិនទទួលថែមទាំងស្ដីថាគាត់ជាមនុស្សកលេសកលាញ់ហើយពុកខ្ញុំថែមទាំងចាត់គេឲ្យអូគាត់ចេញទៀតផង ពិតជាអូខេចេញទៅមិន ពិតមែនណាគឺខ្ញុំបានខេញដល់ផ្ទាល់ភ្នែកអ្នកនៅទីនេះទាំងប្រហែលសិតតែបានខេញទាំងអស់បើសិនជាលោកបញ្ជាទេលោកទៅសួរពួកគេទៅ កំមិនគឺកំមិនតារា7ប្រចាំគ្រួសារលោកម្ចាស់ លោកមិនតន់ពិតជាភ្នែកមុតមែននេះជាកំបិនតារាទាំង7 មើលទៅលោកម្ចាស់អត់មានយកកំមិននេះជូនឆាឆាទេ ពុករបស់ខ្ញុំធ្វើមិននឹងយកកំបិនតារាទាំង7ទៅជូនឆាឆានោះបើសិនជាចង់ជូនត្រូវទៅជូនអ្នកដែលមានចិត្តស្រឡាញ់និងជាអ្នកក្លាហានផង បាទបើកំមិននេះនៅសំណាក់នេះនេះបញ្ជាក់ថាលោកម្ចាស់មិនមែនជាបាក់ពួកចោលទេលោកម្ចាស់មានតេតូននឹងរឿងឆាឆាធ្វើគិតដែរទេ ប្រកាសជាមិនតាក់ទងទេប្រុសពុកខ្ញុំលោកអបរាជតងព្រមទាំងលោកបេតានសិតតែជាមនុស្សដែលមានចិត្តស្មោះចំពោះរាជការ អរគុណអ្នកនាងសសារំខាន ឆៃឆានៅទីនេះទេពួកយើងទៅ បាទ សូមទេវតាជាស័ក្តិសិទ្ធិមេឃដីជាស័ក្តិសិទ្ធិថ្ងៃនេះខ្ញុំលាវប៉ៃគួនអ៊ីនិងចាំងហ្វៃនៅសួនផ្កាថាហួយរាប់គ្នាជាបងប្អូនធម៌មួយចិត្តនេះជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយនឹងគ្នាបំរើនគរបំរើប្រជារាស្ត្រ មិនបានកើត នៅ នៅខែឆ្នាំតែមួយតែស្ម័គ្រចិត្តស្លាប់ថ្ងៃឆ្នាំតែមួយ ចិត្តស្មោះសរមានទេវតាជាស័ក្តិសិទ្ធិ10000ជាតិមិនប្រែប្រួល
ប្រកាសស្អីគេហ្នឹងរកចាំហ្នឹងហើយចាំនៅណាគេមកណែមកចាប់ទៅអ្នកបន្តមកទៀតកាត់ទៅសំតាន់មកណែត្រួតពិនិត្យសិនកាត់ទៅឈប់សិនអ្នករួចទេបាយមុខមកណែមើលគេគឺអ្នកទោសចាប់ខ្លួនគេភ្លាមសម្រាប់ការលោកម្ចាស់ខ្ញុំចាប់បានអ្នកតូចលោកជាអ្នកណាដែរខ្ញុំបានជាឈ្មោះនគរភ័យតកូលហូឈ្មោះចាងលោកតាហ៊ានប្រមាណអ្នកនោះច្រឡំមនុស្សទើបចាប់ខ្ញុំមកសូមលោកម្ចាស់ពិនិត្យឲ្យបានច្បាស់ឆៅមឹងទឹកឯងពិតជាឆាប់ភ្លេចមែន2 ឆ្នាំមុនខ្ញុំទៅរាជធានីសុំធ្វើមន្ត្រីនៅធ្លាប់ទៅសួរសុខទុក្ខឯងទៀតពេលនោះរឹកពីឯងធំសុំបែរទីលិខិតឈ្មោះដែលខ្ញុំជួលមើលក៏មិនក៏ឲ្យកូនចៅឯងយំឲ្យខ្ញុំនៅជូនពាក្យខ្ញុំមួយម៉ាត់ទៀតថាស្អីមន្ត្រីអាក្រក់ក្តាប់អំណាចមិនធ្វើក៏បាននឹកឃើញទេក៏ប៉ុន្តែគឺលោកម្ចាស់ឈិនទេខ្ញុំមានភ្នែកតែមិនស្គាល់មនុស្សទេធ្វើឲ្យលោកតោះចិត្តហើយបាទប៉ុន្តែទោះបីជាថ្ងៃនេះលោកទៅសំណាក់ខ្ញុំទៅសុំបុណ្យស័ក្តិក៏ដោយក៏ខ្ញុំនៅតែនិយាយពាក្យមួយម៉ាត់ហ្នឹងពេលនេះមន្ត្រីអាក្រក់ក្តាប់អំណាចមិនធ្វើជាមន្ត្រីក៏បានខ្ញុំមិនខឹងនឹងសម្ដីឯងប្រមាណមិនទេខ្ញុំគឺខឹងនឹងឯងសុំបីទៅជួបក៏មិនជួបឈើឯងក្រអឹកក៏ទុំពីដើមមកឯងក្រអឹកទុំក្អេងក្អាងមើងងាយមនុស្សពេលនេះខ្លាចជាអ្នកទោសមិនហ៊ាននិយាយរឿងនគរជាមួយលោកម្ចាស់ទេប្រកបយើងក៏ខ្ជិលនឹងនិយាយរឿងនគរជាមួយនឹងអ្នកទោសឯងនេះដែរនិយាយរឿងនគរជាមួយឯងយើងស្ដាប់ចង្រិតរបស់យើងស្រេចល្អជាងប៉ុន្តែថ្ងៃនេះយើងចង់និយាយរឿងអង្គអំពើព្រេងជាមួយនឹងឯងវិញយកបាំងក្បាលរបស់ឯងនិងប្រទានមាន1000ដំឡឹងតែងតាំងជាសម្ដេចឯងមិនលឺទេ1000ដំឡឹងស្មើនឹងស្រុក3សែនទៅស្មើនឹងប្រាក់បៀវត្សចវាយស្រុកខ្ញុំនេះ375ឆ្នាំស្មើនឹងស្បៀងរបស់ប្រជារាស្ត្រទូទាំងស្រុកចង់មើល1ឆ្នាំនៅថែមឋានៈសម្ដេចមួយទៀតចាប់ពីថ្ងៃនេះទៅយើងត្រូវអង្គុយលើភ្នំមួយដ៏ធំយើងមិនយល់សោះឆៅឯងទាំងឆ្អឹងទាំងស្បែកតែជាង100នាទីតែប៉ុណ្ណោះមិនក៏មានតម្លៃដល់ទៅ1000ដំណោះអ្នកដែលប្រទានរង្វាន់ប្រហែលជាខ្វាក់ភ្នែកបានហើយមិនបាច់និយាយច្រើនទេយកក្បាលរបស់ខ្ញុំទៅទទួលយករង្វាន់ពីអាចារ្យតុងនោះចុះខ្ញុំមានតែសំណូមពរមួយគត់សំលៀងកំបិតឲ្យមុតបន្តិចកុំឲ្យខ្ញុំឈឺល្អណាស់ពិតជាល្អណាស់ចិត្តស្លាប់ហើយនៅមានរពីជាអ្នកក្លាហានទៀតសំជាអ្នកក្លាហានមែនកុំតក់ក្រហល់ស្អែកព្រឹក
យើងនឹងរៀបចំអត់ទិនមួយដាក់ក្បាលរបស់ឯងទៅរាជធានីប៉ុន្តែយប់នេះយ៉ាងហោចណាស់ឯងក៏ជាភ្ញៀវរបស់ខ្ញុំដែរចាំខ្ញុំរៀបចំទទួលឯងឲ្យបានសមរម្យទានបាទឲ្យគេភ្លុកមើលរសជាតិកុកស្រុកចុងមើលយើងម្ដងបញ្ជូនគេទៅគុកបាទទៅលោកម្ចាស់ចាប់យករបស់ញ៉ាំមកជប់ឃ្លានសឹងស្លាប់ទៅហើយឈើតាមខ្ញុំដឹងទឹងជូល្អចំពោះឯងហើយឯងបានជាឯងធ្វើគិតមនុស្សតូចតាចមិនដឹងពីឆន្ទៈរបស់អ្នកធំទេខ្ញុំដូចជាមនុស្សតូចតាចនេះពិតជាចង់ដឹងឆន្ទៈរបស់អ្នកធំឯងដូនតារបស់ខ្ញុំទទួលប្រាក់ខែរាជការទទួលគុណសម្បត្តិគ្រប់ចំនួនបើខ្ញុំមិនសងគុណនគរហានគឺមិនខុសពីសត្វធាតុទេពេលនេះមន្ត្រីអាក្រក់ក្តោបអំណាចពជារាជវេទនីមន្ត្រីល្អត្រូវគេប្រមាថទឹកដីមហាហាន400ឆ្នាំឋិននៅក្នុងគ្រោះថ្នាក់ទាំងអស់រឹតតែនៅដំណាក់កាលគ្រោះថ្នាក់បែបនេះអ្នកក្លាហានគឺរឹតតែច្រើនឲ្យតែអ្នកដែលមានឆន្ទៈសុទ្ធតែអាចសម្លាប់ចោលយកគុណសម្បត្តិលើកស្ទួយរាជវង្សហានឲ្យនគរសន្តិភាពវិញប៉ុន្តែបើចង់ជួយនគរគឺត្រូវតែសម្លាប់តុងជួចោលជាមុនខ្ញុំព្រោះតែដើម្បីសម្លាប់ចោលទើបត្រូវអន់លំទោនបំរើចោលដើម្បីរកឱកាសរបស់มึงពិតជាស្មោះចំពោះនគរក្លាហានលើកគេមិខ្ញុំសូមគ្រប់របបដោយស្មោះលោកធ្វើស្អីហ្នឹងរបស់มึงកើនៅក្នុងសមនកាមានមនុស្សច្រើនខ្ញុំមិនប្រមាថរបស់មិនបានទុកថាសងសឹកដែលខ្ញុំត្រូវប្រមាថនៅពេលនេះទៅចុះបុនទីខ្ញុំស្អប់ចោលលោកជាតិលូតនគរយូរណាស់មកខ្ញុំចង់ទៅលើកក្បិតទៅកាត់យកក្បាលរបស់វាមកបញ្ជូននៅទីនេះចំណេញបានធ្វើកិច្ចការដែលខ្ញុំចង់ធ្វើតែធ្វើមិនបានខ្ញុំពិតជាកោតគ្រប់ដល់លបងណាស់តែខ្ញុំគិតគុំមិនបានដិតដល់ធ្វើឃាតបរាជ័យរត់ចេញពីរាជធានីភៀសខ្លួននៅលើវាលខ្សាច់ព្រៃភ្នំទីធ្វើត្បិតទៅធ្វើគិតចោលក្បត់បរាជ័យប៉ុន្តែលបងមកទៅបានល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រអ្នកក្លាហានមិនធ្វើលើការចាញ់ឈ្នះទីនិយាយត្រង់ទៅចំពោះរឿងធ្វើឃាតនេះខ្ញុំស្ដាយក្រោយណាស់ពីនេះបាននេះថ្មីឆើខ្ញុំជាស្អីដែរខ្ញុំគួរតែស្រែកអំពាវនាវប្រមូលផ្ដុំអ្នកក្លាហាននៅលើលោកនេះបង្កើតជាកងទ័ពកម្ចាត់ចោលក្បត់ស្រោចស្រង់ទឹកដីឡើងវិញរំដោះប្រជារាស្ត្រចេញពីទុក្ខវេទនាធ្វើកិច្ចការធំដ៏មហិមាមួយនេះទើបជាកិច្ចការដែលខ្ញុំត្រូវធ្វើតែក៏ពិបាកជាងគេបង្អស់ដែរអាចចំណែកខ្ញុំរើសអាងាយស្រួលជាងគេដើរផ្លូវកាត់កាន់កំបិតទៅសម្លាប់តុងជួលោកមើលទៅមើលពេលនេះខ្ញុំធ្លាក់ខ្លួនទៅជាឃាតកររត់ភៀសខ្លួនតុងជួគឺជាស្អីដែរវាមិនសមនឹងខ្ញុំទៅសម្លាប់វាទេហើយម្យ៉ាងទៀតទោះជាវាស្លាប់ក៏ដោយតើអត់មានមនុស្សអាក្រក់ផ្សេងទៀតបំផ្លាញនគរបំផ្លាញរាជទេដូច្នេះខ្ញុំធ្វើឃាតតុងជួមើលទៅគឺជាទង្វើក្លាហានការពិតក្លាហានត្រឹមសបកក្រៅតែល្ងងខ្លាចជាទីបំផុតលបងទើនិយាយដូចនេះធ្វើខ្ញុំស្វាងហើយរីករាយខ្លួននៅពេលដែលខ្ញុំគោរពនៅទង្វើដ៏ក្លាហានរបស់លោកបងបានទុកវាជាស្មៅទៅ
លោកបងគឺជាអ្នកក្លាហាននៅក្នុងចិត្តខ្ញុំរស់ ខ្ញុំយល់គឺដោយសារតែលោកបងខ្ញុំនៅក្នុងគុកនេះគិតអស់រយៈពេលយូរទើបគិតយល់ លោកបងមិនទៅតែលោកបងចង់ទៅណា ខ្ញុំចង់ទៅណាទៅស្រុកបិទសេចក្តីប្រកាសប្រមូលផ្ដុំសម្ដេចគ្រប់នគរលើកតបវាយតង់ជួពង្រឹងទឹកដីឡើងវិញបង្កើតភាពសុខសាន្ត លោកខ្ញុំមានបំណងប្រាថ្នាមួយសូមលោកបងមិនទៅយល់ព្រមនឹងខ្ញុំ និយាយមក សូមលោកបងអនុញ្ញាតឲ្យខ្ញុំតាមលោកបងជួយម្ចាស់ល្អសម្រាប់កិច្ចការធំ លោកគឺជាមន្ត្រីរាជការ លោកបងมึงក៏ជាមេតបសៀវជីម្នាក់របស់រាជការដែរ សម្រាប់ចောင်းងាយស្រួលសម្រាប់កិច្ចការធំពិបាកបើលើកទង់ជ័យឡើងហើយគឺពួកយើងមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេល ដើម្បីកិច្ចការធំទូភ្នំកំបិតសមុទ្រភ្លើងក៏ខ្ញុំមិនខ្លាចដែរ សូមសួរលោកទៀតទៅមើលពេលនេះខ្ញុំខ្លួនតែមួយតែប៉ុណ្ណោះឪពុកម្ដាយលោកប្រពន្ធលោកនិងកូនរបស់លោកតើពួកគេគិតយ៉ាងម៉េច បានហើយខ្ញុំមិនខ្វល់ខ្វាយច្រើនយ៉ាងនេះទេទុកថាខ្ញុំមិនដែលមានសាច់ញាតិទៅនេះទៅចុះ លបងកងថៃលបងក្លាហានលើគេគ្មានអ្វីប្រៀបផ្ទឹមខ្ញុំបានសូមសរសើរដោយស្មោះ មិនមែនទេខ្ញុំនឹងលោកបងគឺមានឆន្ទៈដូចគ្នាទុកជាអ្នកក្លាហានលើគេមកគូទៅចុះ ខ្ញុំសូមគោរព នេះទាំងអស់ខ្ញុំសុំលាខ្ញុំនឹងរួមកំណងជាមួយឆៅឆាកុំចិត្តចោលសម្រេចកិច្ចការធំសុំទោស លបងมึงពីនេះទៅភីខាងជើងជាង500យោជន៍ទៀតគឺភីញយ៉ាងខ្ញុំឮថាយានសៅក្របបាក់បោនៅភីញយ៉ាង ត្រូវហើយយានពិនឈូគឺចំនួនឆ្លាតនៅក្នុងសម័យច្បុកច្បល់នេះលើកទង់ជ័យបោះបោមុនគេជាអ្នកក្លាហានទី1 គេឈ្មោះគ្រូសាយិនល្បីឈ្មោះគ្រប់ទីកន្លែងអញនិយាយថាមិត្តភក្តិមានគ្រប់ទិសទីយានសៅក្របបាក់បោសម្ដេចគ្រប់នគរប្រកាសជាស្របតាមទាំងខ្ញុំយល់ពួកយើងទៅរកគេចៅរំលែកកិច្ចការធំទៅយ៉ាងម៉េច លបងកងថៃខ្ញុំយល់ថាពួកយើងប្រកាសជាទៅជួបនឹងយានសៅប៉ុន្តែបើពេលនេះពួកយើងទៅតែ2នាក់អញ្ចឹងមិនបានតំណែងធំទេហើយម្យ៉ាងទៀតខ្ញុំយល់ថាយានសៅមិនជាម្ចាស់ល្អទេ លបងมึงទៅបាននេះធ្វើម៉េច តើយានសៅបោះបោដោយសារមូលហេតុអីទៅ ចាំមិនស៊ូវៃតុងជូកុំចាត់ចោលក្បត់ជ្រុំជ្រែងហាន់ អញ្ចឹងខ្ញុំសួរទៀតត
តង់ជួដែលជាមេគ្រោះថ្នាក់នេះតើកើតមកពីណាដែររឿងនេះខ្ញុំដឹងនេះចឹងសម័យចុងភេងចំនួនមុនស្ដេចលើកគឺបពុអាមាត្យក្តាប់អំណាចសៀវឆាងស៊ឺដែលដឹកនាំដោយចាំងយ៉ាងក្តាប់រាជការពេលនោះគឺហឺជីដើម្បីកម្ចាត់បពុអាមាត្យចេញបញ្ជាឲ្យពួកសម្ដេចស៊ីលៀងលើកទ័ពចូលរាជធានីជួយស្ដេចទើបបណ្ដាលឲ្យមានគ្រោះតង់ជួននេះចុះលបងដឹងថាហើយពួកសម្ដេចចូលរាជធានីជួយបកូនណាជាកំណើតរបស់អ្នកណាគេទេរឿងនេះខ្ញុំមិនដឹងទេគ្មានអ្នកណាក្រៅពីយិនសើទេយិនសើគឺគាត់លើកយោបល់ឲ្យហើយជាងឲ្យចេញបញ្ជាឲ្យបេសកជនស៊ីលៀងតង់ជួនាំទ័ពចូលរាជធានីលទ្ធផលនៅពេលនេះពួកយើងសុទ្ធតែមានភ្នែកឃើញហើយគ្រោះពួកអាមាត្យថ្មីត្បិតតែកម្ចាត់បានមែនក៏ប៉ុន្តែមេគ្រោះតង់ជួខ្លាំងជាងមេគ្រោះអាមាត្យ10ដងទៅទៀតណាមើលទៅយិនពិនឈូននេះល្បីតែឈ្មោះអត់មានគំនិតវែងឆ្ងាយទេខ្ញុំសួរលោកទៀតលោកមានដឹងថាអ្នកណាដែលជំទាស់ឲ្យពួកសម្ដេចចូលរាជធានីជួយស្ដេចមុនគេទេហើយអ្នកណាដែលដឹងថាមេគ្រោះតង់ជួខ្លាំងជាងមេគ្រោះពួកអាមាត្យមុនគេដែរទេមិនដឹងទេគឺខ្ញុំនេះឯងកាលនឹងហើយជាងកំពុងតែពិភាក្សារឿងនេះជាមួយនឹងយិនសៅហើយខ្ញុំនៅក្បែរនោះខ្ញុំប្រាប់ពួកគេថាមេគ្រោះអាមាត្យមានតាំងតែពីបុរាណមកម្លេះស៊ីសងលើស្ដេចឆ្លាតឬកំឆ្លាតប៉ុណ្ណោះឲ្យតែមានស្ដេចឆ្លាតនៅក្នុងរាជការគ្រាន់តែប្រើពេលវេលាតែមួយរំពេចចាប់កូនមន្ត្រីមួយគឺអាចចាប់ពួកអាមាត្យដាក់គុកបានទាំងអស់ហើយប៉ុន្តែមិនអាចហៅពួកសម្ដេចចូលរាជធានីជួយស្ដេចដាច់ខាតពីព្រោះនោះគឺជាល្បិចដេញចចកនាំខ្លាចូលលទ្ធផលប្រកាសជាខ្លាគ្រោះថ្នាក់ធំជាងចចកហើយប៉ុន្តែហើយជាមិនស្ដាប់ទេព្រោះគាត់យល់ថាយិនសៅ4ចំនួនសុទ្ធតែជាមន្ត្រីរហូតប្រកាសជាឆ្លាតជាងខ្ញុំដល់ពេលចុងក្រោយកងទ័ពស៊ីលៀងក៏ចូលមកហើយជាងស្លាប់បាត់យិនសៅក៏រត់ទៀតតង់ជួក៏ចាប់ផ្ដើមអុកឡុកបំផ្លាញនគរកណ្ណូបើសិនជាពួកគេស្ដាប់សម្ដីលបងក៏មិនមានថ្ងៃនេះដែរខ្លាចចកខូខើសាកសពពីវាលទឹកដីហែកហួររិះរងទុកនេះគឺជាលទ្ធផលដែលពួកគេមិនស្ដាប់តាមសម្ដីខ្ញុំធ្វើម៉េចណែឯងមកនេះមើលមុខតិចមើលទៅទឹកអានេះបន្តមកទៀតយ៉ាងម៉េចដែរលេឡាគំនូរបស់លោកបន្តចូលមកខ្ញុំក៏ខ្លាចជាអ្នករត់តាមរបស់ប៉ុន្តែក្បាលបងគឺមួយប៉ុណ្ណឹងផ្សេងមកទៅក្បាលខ្ញុំតែ50សុំទោសក្បាលខ្ញុំថ្លៃពេកក្បាលលោកថោកពេកលបងមកភូមិភាគកណ្ដាលរឿងស្ងួតអត់មានផលមួយគ្រាប់រៀបគ្រប់ទីកន្លែងនៅក្នុងរថអស់ប្រជារាស្ត្រអត់ឃ្លានដើម្បីស្មានកន្លះទៅក៏ហ៊ានក្បត់មិត្តភ័ក្តិដើម្បីផលប្រយោជន៍ដែររាជការដាក់រង្វាន់ធំជាងនេះគឺដូចជាធ្វើឲ្យពួកយើងខ្លាចជាសត្វប្រមាញ់របស់មហាជនចឹងនិយាយត្រូវហើយយើងទាំងពីរនាក់មានភារកិច្ចធំបើស្លាប់នៅក្រោមដៃពួកឆ្កែទាំងនេះគួរស្ដាយពេកពួកយើងវាឃុំនេះទៅរកកន្លែងសម្រាប់ទៅចាំដល់ពេលយប់ចាំធ្វើដំណើរទៀតទីនេះនៅចិត្តភ្នំលេងលោកឮថាប្រជារាស្ត្រនៅទីនេះមិនគ្រប់បញ្ជារាជការប្រើអាវុធការពារខ្លួនចន្លោះពីនេះទៅនោះមានស្រុកតូចមួយហៅថាស្រុកឆឹងកើមែនទេដូចជាមានពួកយើងទៅកន្លែងនោះសម្រាប់ខ្ញុំសុំសួរបន្តិចលីប៉ោស៊ឺនៅទេបើអញ្ចឹងសូមលោកទៅប្រាប់គេផងថាឆាវអ្នកទោសធ្វើឃាតតង់ជួបបរាជ័យមកសួរសុកទុកលបងបើសិនជាយកក្បាលឆាវចូលរាជធានីរាជការឲ្យរង្វាន់10000តម្លឹងតែងតាំងជាសម្ដេចមឹងទឹកត្រូវហើយនៅមានឈិនកុងថាយចវាយស្រុកចុងមកទៀតក៏បានមកជាមួយខ្ញុំផងដែរពេលនេះបើសិនជាយកក្បាលឈិនកុងថាយចូលរាជធានីនោះរាជការឲ្យ50តម្លឹងលបងមឹងទឹកតែលបងធ្វើនេះបាននេះថ្មីលីប៉ោស៊ឺមេភូមិនៅទីនេះគឺជាបងប្អូនធម៌ពុកខ្ញុំគាត់ស្នេហាគុណធម៌ខ្លាំងណាស់មិនក្បត់នឹងមិត្តភក្តិទេផ្ទុយមកវិញបើប្រាប់ប្រវត្តិពិតដល់គាត់នោះបើជាអាចធ្វើឲ្យគាត់គោរពទៅវិញ
លបងពិតជាទុកចិត្តលើលីប៉ូស៊ឺនេះមែន ខ្ញុំប្រាប់លបងតាមត្រង់ទោះជាខ្ញុំមិនទុកចិត្តខ្លួនឯងក៏ដោយក៏ខ្ញុំមិនសង្ស័យលីប៉ូស៊ឺដែរ